សួស្តីបងប្អូនថ្ងៃហ្នឹងគឺជាថ្ងៃអាទិត្យអញ្ចឹងក្នុងនាមយើងជាអ្នកដែលធ្វើនៅវីដេអូយើងកុំឡងឲ្យសោះថ្ងៃហ្នឹងគឺយើងគិតថាវាជាថ្ងៃទនេរបស់យើងអញ្ចឹងយើងធ្វើទៅសល់ពេលច្រើនយើងអាចកាត់តយើងអាចថតវីដេអូបានច្រើនដូចយ៉ាងថ្ងៃហ្នឹងគឺជា holiday របស់ខ្ញុំហើយអញ្ចឹងខ្ញុំត្រូវមរបរិយាកាសមួយដែលធ្វើឲ្យយើងមានអារម្មណ៍ស្រស់ស្រាយហ្មងវាមានធម្មជាតិរុក្ខជាតិខៀវខ្ចីអញ្ចឹងហើយខ្យល់ធ្លាក់អំភើយអញ្ចឹងទៅវាធ្វើឲ្យយើងអារម្មណ៍ល្អដែរអញ្ចឹងការធ្វើវីដេអូរបស់យើងក៏វា smooth ទៅតាមនឹងដែរបើយើងគ្មានអារម្មណ៍ធ្វើវីដេអូទេគ្មានអារម្មណ៍ថតវីដេអូទេវីដេអូយើងក៏អត់បានផុសដែរខ្ញុំគិតថាមិនថាយើងផុសនៅក្នុង YouTube ឬក៏នៅក្នុង Facebook ទេវាតម្រូវឲ្យយើងមានចិត្តថតបើយើងអត់មានចិត្តថតអត់មានវីដេអូផុសយ៉ាងបើសិនជាយើងបានបរិយាកាសបែបនេះទៀតទោះថតបែបណាក៏អត់ធុញដែរសិតតែព្រៃសិតតែដើមឈើម្លប់ឲ្យខ្យល់ធ្លាក់រសៀកឃើញអញ្ចឹងបានខ្ញុំចេះតែឆ្ងល់ថាហេតុអីបានជា view របស់ខ្ញុំវាអត់ឡើងហើយអត់មានអ្នកមើលហើយតែបែបហ្នឹងហើយសារយើងថតកន្លែងដដែលហើយបើយើងបដូរបរិយាកាសមកថតបែបហ្នឹងវិញអូយ shit ណែខាងក្រោយខ្ញុំនេះគឺសិស្សកសិកម្មរបស់បងប្អូនខ្មែរយើងដែលគាត់បានដាំហើយនឹងពុតវងទីផ្សារក្នុងស្រុកវាអត់ទៅណាឆ្ងាយនៅក្នុងខេត្តកណ្ដាលយើងហ្នឹងទេហើយពួកគាត់ប្រកបអាជីវកម្មខុសពីខាងជនីស្រុកខ្ញុំគឺគេប្រកបអាជីវកម្មដោយការដាំស្រូវការព្រោះស្រូវសាបស្រូវអីចឹងទៅប៉ុន្តែពួកគាត់នេះអ្នកនរគ្នាកុំច្រឡំថាស្រូវនេះគឺដើមស្លឹកគ្រៃពួកគាត់ដាំដើមស្លឹកគ្រៃហើយនៅលើក្បាលខ្ញុំនេះគឺដើមអំពិលទឹកអំពិលទឹកស៊ីផ្លែរបស់យើងហ្នឹងមិនមែនអំពិលទឹកប្រាំងឬក៏ចាន់ការីទេអូហើយខ្ញុំមកនេះគឺមិនមកដើរលេងធម្មតាទេគឺមកបានគេហៅខ្វាចង្រិតធ្លាប់តែឮគេខ្វាងកែបខ្វាក្តាមអីមកលើកនឹងប្លែកផងខ្វាចង្រិតខ្ញុំនឹងដាក់វីដេអូខ្វាចង្រិតឲ្យអ្នកគ្នាមើលនៅលើអេក្រង់នឹងតែម្ដងហើយសុកអ្នកគ្នាឬក៏អ្នកគ្នាវាតូចមកអីមានបានធ្វើឧបករណ៍នឹងលេងអត់គឺខ្ញុំទៅតែឃើញលើកទី1ដែរទេសម្រាប់ឧបករណ៍ខ្វាចង្រិតហើយដឹងមកយ៉ាងនៅពេលដែលយើងខ្វះទៅវាដាច់ចង្រិតនឹងរហូតហ្នឹងហើយវីដេអូហ្នឹងប៉ុណ្្នឹងឯងហើយជាមួយខ្ញុំដាក់វីដេអូខ្វះចង្រិតខ្ញុំឲ្យមើលថាខ្វះបែបម៉េចហើយបានឬមិនបានអរគុណ